សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះផងដែរគឺខ្ញុំចង់មកចែកម្លែកពីវិធីឆែកសុពលភាពស្នាក់នៅក្នុង website Hi Korea របស់ក្រសួងអន្តរប្រវេសន៍កូរ៉េផ្ទាល់តែម្ដងអញ្ចឹងហើយកុំឲ្យខាតពេលយូរគឺយើងចូលទៅក្នុង website ហ្នឹងតែម្ដងជំហានដំបូងគឺបងប្អូនចូលមកក្នុង Google Chrome មកបន្តមកទៀតគឺបងប្អូនរកកន្លែង search ហើយវាយពាក្យថា Hi Korea បាទបន្ទាប់ពីបងប្អូនវាយពាក្យថា Hi Korea ហើយគឺវានឹង load website មួយនៅលើហ្នឹងអញ្ចឹងបងប្អូន select យក website ដែលនៅលើគេហ្នឹងមកបាទបន្ទាប់មកគឺវានឹងចូលទៅកាន់ website របស់ក្រសួងអន្តរប្រវេសន៍នេះផ្ទាល់តែម្ដងបាទហើយបន្តមកទៀតបងប្អូនជ្រើសរើសយកពាក្យដែលនៅខាងក្រោមគេហ្នឹងមកបាទហើយជ្រើសរើសយកហើយគឺយើងត្រូវបំពេញលេខ passport ចូលបាទយកបំពេញលេខ passport ចូលមកបាទបន្ទាប់ពីបំពេញលេខ passport ចូលរួចហើយគឺជំហានទី2គឺគេឲ្យយើងរើសប្រទេសកំណើតគុកចុកអញ្ចឹងបងប្អូន scroll ទៅក្រោមមករកពាក្យថា Cambodia បាទពេលដែលឃើញគឺយើង select យកពាក្យ Cambodia ហ្នឹងមកបន្តមកទៀតគឺយើងត្រូវបំពេញថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតនេះផងដែរគឺគេតម្រូវឲ្យយើងបំពេញទាំងអស់គឺចាប់ពីឆ្នាំឧទាហរណ៍ថា1992អញ្ចឹងគឺបងប្អូនត្រូវបំពេញទាំងអស់ណាបងប្អូនមិនអាចដាក់កាត់តែដាក់តែកតុយបានទេគឺយើងត្រូវបំពេញទាំងអស់ណាបងប្អូនអញ្ចឹងបន្តមកទៀតគឺយើងត្រូវបំពេញលេខដែលគេដាក់ឲ្យនៅខាងលើហ្នឹងគឺបំពេញឲ្យដូចលេខដែលគេដាក់ឲ្យហ្នឹងមកបាទបន្ទាប់ពីបំពេញហើយគឺយើងចុច hack in បាទបន្ទាប់ពីយើង hack in ហើយគឺចុងក្រោយគឺយើងនឹងឃើញនៅសុពលភាពស្នាក់នៅរបស់យើងហើយបងប្អូនបាទអញ្ចឹងហើយនៅពេលដែលបងប្អូនឲ្យថៅកែគាត់តសុពលភាពស្នាក់នៅមួយឆ្នាំ10ខែហើយអញ្ចឹងកុំភ្លេចចូលមកឆែកនៅក្នុងនឹងទាំងអស់គ្នាណាបងប្អូនអរគុណច្រើនជម្រាបលា